សួស្តីអ្នកនរគ្នានឹងចង់បង្ហាញអំពី API framework មួយគឺ Nest.js ហើយ Nest.js វាគឺជាNode.js application មួយដែល run ជា API ហើយយើង develop វាប្រើប្រាស់ TypeScript ហើយក្នុង Nest.js ហ្នឹងបើសិនជាយើងគឺជាអ្នកដែលគាត់ធ្លាប់ជា front end ដែលគាត់ប្រើដូចជា Angular ដូចជា React ដូចជា Vue អញ្ចឹងគាត់ថាវាងាយស្រួលក្នុងការរៀនហើយបើសិនជាគាត់អត់ធ្លាប់ក៏គាត់ហ៊ានក៏វាងាយស្រួលដែរដោយសារតែ TypeScript វា community ធំហើយវាងាយស្រួលក្នុងការរៀនមែនតើហើយនេះខ្ញុំចង់បង្ហាញអំពីទ្រូនៅក្នុង Nest.js ដោយយើងទីមួយយើងគាត់ run install តាម command នេះទៅហើយយើងមាន new project ហើយឬក៏យើងអាច clone តាម git ហ្នឹងទៅអញ្ចឹង overview គឺទីមួយប្រាប់ពី structure របស់ Nest.js យើងឃើញមាន controller មាន module មាន service ហ្នឹងទៅហើយមាន main file ក្នុងការ run នេះគឺ main file គឺយើងដាក់ run application ហើយនេះគឺជារបៀបនៃការ run project មាន run start ហើយ run start dev អញ្ចឹងទៅធម្មតា development យើងប្រើ start dev អញ្ចឹងទៅហើយលើពីហ្នឹងយើងអាចប្រើ lin ឬក៏ format ដើម្បីជួយឲ្យ code យើង clean ជាងមុនស្អាតជាងមុនហើយនេះតើតើមក controller ចង់ប្រាប់ថាវាគឺជាកន្លែងដែលទទួលនៅ request ឬក៏ respond back ទៅកាន់ client ហ្នឹងហើយ provider ចង់ពាក់ព័ន្ធជាមួយនឹងនៅក្នុងនេះគឺវាមាន class ច្រើនដូច service repo អញ្ចឹងទៅអញ្ចឹងទាំងអស់ហ្នឹងវាសិតតែជា provider ដែលការងារទាំងអស់ហ្នឹងវានឹងបញ្ជូនទៅកាន់ controller អញ្ចឹងទៅហើយតកតងជាមួយបន្តតកតង module គឺចង់និយាយខ្លីថា module នៅក្នុងនេះគឺវាមានច្រើនបើន័យថាវាទៅដល់ផ្នែកមួយឧទាហរណ៍ថា user application មួយមាន user មាន order មាន chat ហ្នឹងទៅនៅក្នុងហ្នឹងក៏វាមានបែកចេញជា2-3 module ថែមទៅវាអាចបែកតទៅទៀតអញ្ចឹង Nest.js គឺវាមាន structure របស់វាបែបអញ្ចឹងអញ្ចឹងនៅក្នុងនេះវាមាន middleware ដែលជាអ្នកមាន access ទៅកាន់ request response object អញ្ចឹងវាធ្វើការងារមួយចំនួននៅក្នុងហ្នឹងវាអាចយើង execute code អាចធ្វើការផ្លាស់ប្ដូរ request response object កែប្រែ object អញ្ចឹងណាចឹងទៅក៏វាមានតកតងជាមួយនឹង exception បានថាយើងអាចកែ customize exception អីចឹងទៅវាមាន custom feature របស់យើងអីចឹងទៅហើយវាមាន pipe ដែលយើងដឹងហើយគឺគេប្រើសម្រាប់តកតងជាមួយនឹងមុនយើង request មកយើងអាចកែប្រែ data យើងអាច validate data អញ្ចឹងទៅនៅក្នុងនេះហើយយើងមាន guard guard គឺប្រើប្រាស់តកតងជាមួយនឹង authorization នេះទៅឬក៏ authentication នេះយើងមិនថាយើង check មើល request ថាមុន request គាត់ចូលមកគាត់អាចចូលរួចអត់អីអត់អញ្ចឹងណាវាមាន interceptor ក្នុងការប្រើប្រាស់ដើម្បីការងារដាក់ logic មួយចំនួនបន្ថែមមុននឹង method ហ្នឹងគាត់ run អញ្ចឹងណាយើងអាចថាយើងដូរ response result អីចឹងទៅក្នុងនេះវាមានមួយចំនួនតកតងជាមួយនឹងខ្ញុំគិតថានេះវាជាយើងអាចចូលទៅនេះខ្លួនឯងព្រោះដោយសារតែនេះពេលក្រោយអញ្ចឹងក្នុងហ្នឹងទៀតវាមានការងារមួយចំនួនដែលយើងអាចដឹងថាតាមនេះគាត់ធ្វើបាននេះខ្លះដូចតកតងជាមួយនឹង config អញ្ចឹង config ហ្នឹងតកតងជាមួយ config env ហ្នឹងឯងមិនថាធម្មតា project ពេលចង់ build គឺសឹងតែទាំងអស់ហើយគឺយើងត្រូវមាន key មួយចំនួនដើម្បីប្រើប្រាស់ក្នុង project របស់យើងដូចជា database key ឬក៏ key ផ្សេងហ្នឹងទៅអញ្ចឹងវាមាន support តកតងជាមួយនឹង configuration តបមកតកតងមួយ database អញ្ចឹងនៅក្នុងនេះគឺគេប្រាប់យើងរបៀបការ install database ជាធម្មតាវាមាន2វាមានតកតងជាមួយនឹងដូចSQL ហើយ NoSQL ហ្នឹងទៅក្នុងនេះវាតកតងជាមួយនឹង
type OM ហើយ MySQL អញ្ចឹងនៅក្នុងនេះគេប្រើ type OM ដើម្បីក្នុងការទាញ data មកគេអត់ប្រើនេះទេអញ្ចឹងក៏គេប្រាប់របៀប config យើងឃើញរបៀបក្នុងការ config របៀបក្នុងការដាក់ចូល module ដើម្បីប្រាប់ថាអូខេ class ហ្នឹងគឺជា entity មួយរបស់DB មួយហ្នឹងអញ្ចឹងនេះរបៀបហៅប្រើហើយនេះគឺជាការរៀបចំ module អញ្ចឹងនៅក្នុងនេះក៏គេប្រាប់តាក់ទងជាមួយនឹង Mongo ដោយសារតែយើងដឹងថា Mongo គឺវាជាប្រភេទអត់មាន relation ទេហើយយើងអាចប្រើនេះគេប្រាប់របៀបក្នុងការ connect អញ្ចឹងទៅរបៀបការហៅប្រើអញ្ចឹងយើងអាចចូលមើលទៅ detail តាមហ្នឹងទៅអញ្ចឹងវាមានតាក់ទងមួយ class validation ហ្នឹងតាក់ទងជាមួយនឹងយើង validate field មុននឹងចូលមកនៅក្នុង controller របស់យើង validate ថាអូខេ field ដែលគាត់ request មកហ្នឹងត្រូវតម្រង់ឲ្យយើងចង់បានអត់អីអត់ហ្នឹងទៅតបមកតាក់ទងជាមួយ caching នៅក្នុងនេះគឺក៏មាន cache ដែរ caching វាអាចប្រើក្នុង cache អាចប្រើក្នុងច្រើនតម្រង់យើង store cache ធម្មតាឬក៏យើងអាចប្រើអ្នកខ្លះគាត់ request response ក៏គាត់មាន cache របស់គាត់ដែរអញ្ចឹងវាស៊ីសល់ technique របស់យើងទេអញ្ចឹងវាមានតាក់ទងមួយ serialization អញ្ចឹងពេលខ្លះតម្រង់ request response វាអត់ដូចគ្នាទេអញ្ចឹងវាត្រូវការធ្វើការ convert data ពីមួយទៅមួយអញ្ចឹងណាអញ្ចឹងយើងអាចប្រើបានអញ្ចឹងវាមាន versioning នោះវាអាចជា versioning របស់ app របស់ API របស់អីចឹងណាអញ្ចឹងយើងអាច check មើលទៅហើយវា support ដូចថា schedule នៅក្នុងដែលយើងហៅថា cron job អញ្ចឹងណាអញ្ចឹងនៅក្នុងហ្នឹងវាមាន schedule ក្នុងការ run ហើយយើងអាចកំណត់ទៅថា run ប្រហែលដងក្នុងមួយថ្ងៃក្នុងមួយម៉ោងក្នុងមួយវិនាទីអញ្ចឹងទៅអញ្ចឹងវាបន្ទាប់មកមាន queue ដែលយើងដឹងហ្នឹងថាពេលខ្លះការងារខ្លះយើងអត់អាច run ភ្លាមបានទេឬក៏ការងារខ្លះវាបុកមកច្រើនអញ្ចឹងយើងត្រូវការ queue ប៉ុន្តែយើងត្រូវឲ្យវា run ម្ដងមួយអញ្ចឹងនៅក្នុងនេះក៏វា support queue ដែរអញ្ចឹងបន្ទាប់វាតតងជាមួយ log ធម្មតាក្នុងការ develop គឺយើងត្រូវការ log ព្រោះ log វាសំខាន់ខ្លាំងមែនតើដោយសារតែវាងាយស្រួលក្នុងការយើង track មើលថា process យើង success អត់អីអត់ឬក៏វាមានបញ្ហាអីចឹងទៅយើងអាចចូលមើលតាម log បានចុងនោះក៏វាមាន cookie ដែរគឺ cookie គឺវា store នៅក្នុង browser ហើយដើម្បីគេចូលទៅមើល browser ម្ដងទៀតបាននេះណាហើយក្នុងនេះក៏វា support cookie ដែរអញ្ចឹងយើងអាចប្រើប្រាស់បានហើយតកតងជាមួយ event ហ្នឹងឯងនៅក្នុងនេះគឺយើងអាច run វាជាប្រភេទ event បានព្រោះ event វាងាយស្រួលក្នុងការឲ្យគាត់ធ្វើការប្រាប់ឲ្យគាត់ធ្វើការអីមួយអញ្ចឹងវាងាយស្រួលវាអត់បាច់ឆ្លងតាម switch តាមអីទេអញ្ចឹងវាឆ្លងកាត់នៅក្នុង app ហ្នឹងហ្មងបើណាវាមានកន្លែងមួយដែលចាំទទួលធ្វើការងារធ្វើអញ្ចឹងណាអញ្ចឹងគាត់តម្លាក់ pop វាធ្វើភ្លាមហ្មងអញ្ចឹង event វាបែបហ្នឹងអញ្ចឹងវាមានតកតងមួយ compression តកតងមួយ body កំណត់ថាអូខេ body ចូលមកទំហំប្រមាណហ្នឹងទៅអញ្ចឹងវាមាន support file upload អញ្ចឹងធម្មតាវាអាច upload file upload អីបានហ្នឹងទៅហើយមាន support តកតងមួយ streaming file ហ្នឹងហើយវាមានតកតងជាមួយ HTTP អានេះតកតងជាមួយនឹងការហៅ API ក្រៅបើនៅក្នុង project របស់យើងត្រូវការហៅ API ក្រៅអញ្ចឹងទៅចឹងវាអាចប្រើប្រាស់ហៅ API ក្រៅបានតមកតាំងទៀតអានេះក្នុងការប្រើប្រាស់ session តកតងមួយការប្រើប្រាស់ session ចូលទៅក្នុង request មកអានេះពាក់ព័ន្ធជាមួយនឹង model view controller នេះពាក់ព័ន្ធជាមួយនឹងពេលខ្លះយើងចង់ build web នៅក្នុង
API របស់យើងក្នុង purpose ណាមួយដូចពេលខ្លះ payment អញ្ចឹងទៅពេល click endpoint របស់យើងទៅវានឹង generate ជា UI ដើម្បីគាត់អាចប្រើប្រាស់អីចឹង submit អីចឹងណាចឹងអាហ្នឹងវាអាចវាក៏ support ដែរអូខេនេះតើតជាមួយ Fastify ទេតើតអ្នកខ្លះក៏ត្រូវការប្រើអញ្ចឹងទៅហ្នឹងហើយជាប្រភេទផ្សេងទៀតវាអត់សូវចាំបាច់ទេចឹងនោះក៏គេបរៀនដែរតើតជាមួយនឹងការធ្វើ authentication ទៅធ្វើម៉េចចឹងក្នុងហ្នឹងយើងមានកូដក្នុងហ្នឹងហើយយើងមាន authorization មកថាការ apply authorization ហ្នឹងទៅធ្វើម៉េចអីចឹងទៅចឹងគាត់មានរបៀបនៃការប្រាប់ការធ្វើដូចថា role ណាអាច access បានអញ្ចឹងទៅហើយក៏មានទៅជាមួយ encryption and hash ចឹង data ខ្លះត្រូវការ encrypt data ខ្លះត្រូវការ hash ចឹងនៅក្នុង list ហ្នឹងគេមាន document គេឲ្យគ្រប់គ្រាន់ចឹងអានេះគឺcòn là chia protection អញ្ចឹងទៅតកតងជាមួយនឹង protect request ចេញពីចូលនៅក្នុង server របស់យើងហ្នឹងណាហើយវាតកតងជាមួយ cost តកតង cross origin protect គាត់ប្រាប់ថាអូយើងត្រូវការ apply ទៅយើងគាត់ដាក់កូដតាមគាត់ទៅអញ្ចឹងគាត់មាន document របស់គាត់អញ្ចឹងអានេះក៏ចឹងដែរគឺតកតងមួយ protection អានេះតកតងជាមួយនឹង red limit ជាងproject យើងដើម្បីឲ្យវាល្អក្នុងការ tag ដើម្បីការពារពីការ brute force attack មកណា copy មក request ចូលមកអញ្ចឹងទៅអញ្ចឹងយើងត្រូវ apply red limit អញ្ចឹងទៅអញ្ចឹង GraphQL ខ្ញុំ skip ចោលដោយសារតែខ្ញុំគិតថាយើងនិយាយទូទៅយើងអត់សូវត្រូវចាំបាច់ទេអាច level មួយទៀតអញ្ចឹងតកតងជាមួយនឹង WebSocket ក៏រៀង advanced ដែរប៉ុន្តែខ្ញុំអាចប្រាប់ទទួលបានអញ្ចឹង web Node.js ក៏វាអាច run ជា WebSocket ដែរអញ្ចឹងវាមាន gateway របស់វាមួយហើយក្នុង gateway ហ្នឹងវាគាត់ទៅដូច controller អញ្ចឹងវាជាអ្នកបើកផ្លូវឲ្យគេ connect ចូលមកអញ្ចឹងវាដូចគ្នាវាមាន service វាមាន provider វាមានអីអញ្ចឹងដូចគ្នាដែរអញ្ចឹងវាអាចមានយើងអាចប្រើ filter បានដូចគ្នាយើងអាចប្រើ pipe បានដូចគ្នាហើយយើងអាច apply guard ក៏បានដូចយើងដែរដូចគ្នាដែរហើយក៏យើងមាន interceptor ដូចគ្នាដែរអញ្ចឹងអានេះវាតកតងមួយ adapter តកតងមកណាពេលដែល connect មិនពេលដែល disconnect មិនយើងអាចរៀបចំបានអញ្ចឹងយើងអាចធ្វើបានអញ្ចឹងចំណុចសំខាន់មួយទៀតដែលយើងត្រូវដឹងពី Node.js គឺពាក់ព័ន្ធជាមួយនឹង microservice អញ្ចឹង microservice ដូចយើងដឹងថានៅក្នុង system ឥឡូវនេះគឺគេពិចារណាគេចាប់ផ្ដើមប្រើ microservice ដើម្បីធ្វើឲ្យ performance វាកាន់តែល្អកុំឲ្យថាអូយើងដួលមួយដួលទាំងអស់អញ្ចឹងទៅអញ្ចឹងទៅពេលយើងធ្វើ microservice ទៅពេលមានបញ្ហាអីគឺវាប៉ះពាល់តែ service មួយទេហើយក៏វាងាយស្រួលក្នុងការ scale ដើម្បីឲ្យ service មួយហ្នឹងកុំឲ្យវាមានបញ្ហាដែរព្រោះពេលខ្លះ service ខ្លះវាគេប្រើប្រាស់ច្រើនអញ្ចឹងវាត្រូវការ server ធំអញ្ចឹងទៅអញ្ចឹងវាមាន microservice យើងត្រូវតែបដូរទៅកាន់ microservice អញ្ចឹងវាមានច្រើនខ្លះទៅគាត់អាចប្រើជា Redis ខ្លះទៅគាត់អាចប្រើជា MessageQ ហើយអ្នកខ្លះគាត់ប្រើ NAT មាន Rabbit មាន Kafka មាន gRPC អញ្ចឹងទៅអញ្ចឹងវាមានច្រើនក្នុង microservice ដែលយើងអាចប្រើបានអញ្ចឹងដូចជាមានតែប៉ុណ្្នឹងហើយលើសហ្នឹងទៀតវាតាក់ទងជាមួយនឹងគេចង់តាក់ទងជាមួយនឹង API document ទេនេះបែបបងជាមួយនឹង Swagger ដែលគេប្រាប់ពីរបៀប set up Swagger អញ្ចឹងទៅថាត្រូវដាក់មិនអីមិនអញ្ចឹងណាអញ្ចឹងតាក់ទងជាមួយ receipt នេះយើងអាចគាត់ឲ្យជាមេរៀនបន្ថែមដែលយើងអាច deep dive ចូលទៅក្នុងហ្នឹងបានដូចរបៀបបង្កើត group on a per ដល់កូដមួយជួរអញ្ចឹងទៅវាបង្កើត group ឲ្យវាមានគេដូច Mongo អញ្ចឹងគេប្រាប់ពីរបៀប connect របៀបអីអញ្ចឹងណាយើង document ត្រួសឲ្យគាត់ប្រាប់យើងទៅអញ្ចឹងខ្ញុំគិតថាការ overview លើ Node.js ហ្នឹងដូចជាមានតែប៉ុណ្្នឹងអញ្ចឹងអរគុណអ្នកទាំងអស់គ្នាដែលបានមើលវីដេអូពីដើមដល់ចប់ហើយវីដេអូក្រោយយើងនឹង start ធ្វើ
ជំហានដំបូងឡើងទៅហើយយើងនឹងរៀនពីយើងនឹង practice ពីកន្លែងមួយដែលយើងបាននិយាយមុនហ្នឹងអញ្ចឹងអរគុណសម្រាប់ការទស្សនា